រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងមុខងារសាធារណៈនៅថ្ងៃទី29ខែមេសាឆ្នាំ2025នេះបានអញ្ជើញធ្វើបទបង្ហាញស្ដីពីបច្ចុប្បន្នភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈទៅកាន់អង្គរដ្ឋសភានិងព្រឹទ្ធសភាតាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័ននៅវិមានរដ្ឋសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាទីកាធិបតីខុនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអាយុដំហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានដឹងថាកំណែទម្រង់រដ្ឋបាលសាធារណៈត្រូវបានដាក់ចេញនិងអនុវត្តយ៉ាងសកម្មដោយភ្លៀងរលឹមតាំងតែពីអំឡុងទសវត្សរ៍ឆ្នាំ1980ដោយក្នុងនោះសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាថ្នាក់ដឹកនាំគំរូរបស់កម្ពុជាដែលបានដឹកនាំផ្ទាល់គូសវាសដាក់ចេញនៅវិធានការកំណែទម្រង់ជាបន្តបន្ទាប់សម្ដៅធានាធ្វើឲ្យសម្ដេចបាននៅស្ថាប័នរដ្ឋរបស់កម្ពុជាជាស្ថាប័នទំនើបមានសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំជារដ្ឋបាលរបស់ប្រជាជននិងបម្រើផលប្រយោជន៍របស់ប្រជាជនកម្ពុជាការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជាត្រូវបានយកចិត្តទុកដាក់ធ្វើជាបន្តបន្ទាប់តែត្រូវបានធ្វើជាដំណាក់កាលហើយធ្វើជាផ្នែករហូតឈានមកដល់ដំណាក់កាលរាជរដ្ឋាភិបាលថ្មីបន្តវេនដែលដឹកនាំដោយភាពជាវ័យនិងមុតស្រួចរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតការងារធ្វើកំណែទម្រង់នេះត្រូវបានកំណត់ជាការងារអតិភិបជាបេះដូងរបស់កម្ពុជាដោយរាជរដ្ឋាភិបាលបានលើកយកមកគិតគូរលម្អិតហ្មត់ចត់ឡើងវិញអនុលោមទៅតាមមូលដ្ឋានក្បួនខ្នាតជាក់លាក់ដែលសម្ដេចតេជោហ៊ុនសែនបន្សល់ទុកនិងផ្អែកទៅលើស្នូលនៃគោលនយោបាយនិងយុទ្ធសាស្ត្រទាំងយុទ្ធសាស្ត្រត្រីកោណយុទ្ធសាស្ត្រចតុកោណនិងបន្តដល់យុទ្ធសាស្ត្របញ្ចកោណដែល20ខែចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តធ្វើការកែតម្រង់ជាកញ្ចប់ដែលរាជរដ្ឋាភិបាលប្រដូចការធ្វើកំណែទម្រង់បច្ចុប្បន្នលើកិច្ចការងាររដ្ឋបាលសាធារណៈរាប់ទាំងការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័នទាំង31របស់កម្ពុជាលើកលែងក្រសួងការពារជាតិនិងក្រសួងមហាផ្ទៃលើមុខងារសន្តិសុខជាតិថាជាការត្រួតពិនិត្យសុខភាពរាងកាយរបស់រាជរដ្ឋាភិបាលជាកញ្ចប់ក្រោយការធ្វើកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាលរយៈពេល20ខែចុងក្រោយនេះរាជរដ្ឋាភិបាលរកឃើញថាខ្លួនមានសុខភាពល្អតែក៏មានសញ្ញាមួយចំនួនដែលត្រូវតាមដានដាក់ចេញវិធានការនិងធ្វើកិច្ចសហការបន្តទៀតសម្ដៅឲ្យការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈទទួលបានជោគជ័យធានាថាស្ថាប័នរដ្ឋរបស់កម្ពុជាជាស្ថាប័នទំនើបមានសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំជារដ្ឋបាលទំនើបរបស់ប្រជាជនបម្រើផលប្រយោជន៍របស់ប្រជាជនការធ្វើកំណែទម្រង់រយៈពេល20ខែចុងក្រោយនេះបានពិនិត្យឡើងវិញនឹងការវិភាគមុខងារលើរចនាសម្ព័ន្ធក្រសួងស្ថាប័នទាំង31ដោយទទួលបានលទ្ធផលជាវិជ្ជមានគួរឲ្យកត់សម្គាល់ក្នុងនោះក្រសួងស្ថាប័ន17និងស្ថាប័នផ្សេងទៀតបាននៅកំពុងរៀបចំនិងចងក្រងវិភាគមុខងាររចនាសម្ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួនដាក់ជូនរាជរដ្ឋាភិបាលសម្រាប់ជាមួយនេះក៏មានការរៀបចំនិងដាក់ឲ្យអនុវត្តនៅបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមក្រសួងថ្នាក់ជាតិគ្រឹះស្ថានសិក្សាសាធារណៈនិងអង្គភាពសុខភាពមូលដ្ឋានការផ្ទេរមុខងារភារកិច្ចដែលក្រសួងស្ថាប័នទទួលខុសត្រូវជាន់គ្នាផ្អាកការរើសមន្ត្រីទាំងស្រុងប្រមាណជា10000នាក់ក្នុងឆ្នាំ2024កន្លងទៅដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាចំណេញថវិកាជាតិជាច្រើនជាមួយនេះរាជរដ្ឋាភិបាលក៏បានទទួលព័ត៌មានជាក់លាក់ជាច្រើនពាក់ព័ន្ធទៅនឹងស្ថានភាពសមត្ថភាពរបស់មន្ត្រីរាជការសាធារណៈនៅកម្ពុជាដែលត្រូវតែរួមគ្នាកែលម្អដោះស្រាយនិងបំពេញបន្ថែមនាពេលខាងមុខអាយុដំហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានសង្កត់ធ្ងន់ថាការពិនិត្យឡើងវិញនឹងការវិភាគមុខងាររចនាសម្ព័ន្ធក្រសួងស្ថាប័នរបស់កម្ពុជាដែលរាជរដ្ឋាភិបាលធ្វើនៅពេលនេះមិនមែនជាការវះកាត់ជាការបើកច្រកឲ្យអ្នកចំនួនក្រោយដណ្ដើមស្នាដៃអ្នកចំនួនមុនឬធ្វើបាបធ្វើទុកបុកម្នេញដល់មន្ត្រីរាជការសាធារណៈណាមួយនៅឡើយតែផ្ទុយទៅវិញគោលដៅពិតប្រាកដនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈការពិនិត្យឡើងវិញនឹងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងស្ថាប័ននៅកម្ពុជានៅពេលនេះគឺសម្ដៅបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ជាតិធ្វើឲ្យរដ្ឋបាលសាធារណៈកម្ពុជាទំនើបប្រកបដោយសមត្ថភាពខ្ពស់ដែលជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហើយក៏ជាគ្រឹះដ៏រឹងមាំនៃការធានាសុខសន្តិភាពព្រមទាំងផ្ដល់នូវភាពច្បាស់លាស់កាន់តែខ្ពស់ដល់អំណាចនយោបាយក្នុងការដឹកនាំនិងការគ្រប់គ្រងប្រទេសជាតិគោលបំណងធំជាងគេបង្អស់នៃការធ្វើវិភាគមុខងារដើម្បីយើងអាចមើលទៅលើចំណុចខ្វះខាតរបស់រដ្ឋបាលសាធារណៈរបស់យើងអ្វីដែលជាកម្លាំងធម្មពលដើម្បីឆ្ពោះទៅ2050ជាគោលដៅធំបំផុតអញ្ចឹងគឺត្រូវការបញ្ជាក់ក្រែងលោតបង្កើតការភ័ន្តច្រឡំថាវះកាត់ហើយបន្តិចទៀតមិនដឹងការងារខ្ញុំយ៉ាងណាពីការធ្វើវិភាគមុខងារមិនមែនវះកាត់ដែរតែយើងធ្វើនេះជាការវិនិយោគមួយដ៏ធំចំពោះភាពប្រកួតប្រជែងរបស់កម្ពុជាទៅអនាគតតែប្រកបណាស់វាប្រកបជាមិនស្រួលដោយអ្វីដែលយើងគិតទេ
តែគាត់ថាឥឡូវចាក់គប់វិស័យវែងឆ្ងាយរបស់សម្ដេចធិបតីមានស្រាប់យុទ្ធសាស្ត្រនិងផែនការនឹងការអនុវត្តយើងទៅមុខហើយសម្ដេចមហារដ្ឋសភាទីការធិបតីខួនសូដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចបានបង្ហាញនៅការពេញចិត្តនិងថ្លែងនៅការកោតសរសើរចំពោះឆន្ទៈការដាក់ចេញនៅបេសកកម្មការងារច្បាស់លាស់ជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈដែលសម្ដេចប្រធានរដ្ឋសភាចាត់ទុកជាប្រភពនៃការអភិវឌ្ឍជាឧបករណ៍សំខាន់សម្រាប់កម្ពុជាឈានឆ្ពោះទៅសម្ដេចបានចក្ខុវិស័យឆ្នាំ2050ជាប្រទេសដែលមានចំណូលខ្ពស់សម្ដេចរដ្ឋសភាធិបតីបានសង្កត់ធ្ងន់ថាកំណែទម្រង់នេះត្រូវបានចាប់ផ្ដើមអនុវត្តតាំងតែពីសតវត្សឆ្នាំ1980ដោយសម្ដេចតេជោហ៊ុនសែនដែលបេសកកម្មនេះជាបេសកកម្មបន្តចំនួនពុំអាចបោះបង់បានបច្ចុប្បន្នបេសកកម្មនៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈត្រូវបានអនុវត្តដោយចក្ខុវិស័យនិងបច្ចេកទេសក្នុងការគ្រប់គ្រងច្បាស់លាស់ដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតផ្អែកលើការបដិញ្ញាចិត្តខ្ពស់ការចូលរួមដោយភាពស្មោះត្រង់និងការលះបង់សម្ដេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ដែរថាការវិភាគមុខងារនិងរចនាសម្ព័ន្ធស្ថាប័នជាជំហានសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពនិងគុណភាពសេវាសាធារណៈជួយសន្សំថវិកាបង្កើនប្រសិទ្ធភាពអង្គភាពនិងលើកទឹកចិត្តមន្ត្រីសម្ដៅកែប្រែឲ្យកាន់តែល្អប្រសើរពលគឺខ្លាយទៅជារដ្ឋបាលសាធារណៈស្អាតស្អំនិងមានសមត្ថភាពខ្ពស់ជាមួយគ្នានេះភ្ជាប់ជាមួយនឹងគោលនយោបាយច្បាស់លាស់និងការអនុវត្តនៅយុទ្ធសាស្ត្រព្រមគ្នាគឺទទួលបានលទ្ធផលគួរជាទីមោទនៈដែលនាំឲ្យមានការកាត់បន្ថយអំពើពុករលួយគ្មានការរើសអើងពង្រឹងសាមគ្គីភាពនិងធានាបានយុត្តិធម៌ក្នុងចំណោមមន្ត្រីរាជការសាធារណៈផងដែររឿងកំណែទម្រង់នេះគឺមិនធម្មតាទេចាអញ្ចឹងយើងឃើញថាដោយសារការប្រឹងប្រែងណាការវិថាការមានគោលនយោបាយច្បាស់លាស់ការដឹកនាំឲ្យទៅយើងអនុវត្តដោយព្រមគ្នាលទ្ធផលយើងបានល្អយើងគ្មានការរើសអើងយើងគ្មានពុករលួយធ្វើដើម្បីពង្រឹងសាមគ្គីភាពពង្រឹងភាពយុត្តិធម៌ពីព្រោះរវាងអ្នកធ្វើអ្នកមិនធ្វើអ្នកមិនមកនិងអ្នកមកដូច្នេះត្រូវបានទទួលនៅការតែថាផ្ដល់នៅការយុត្តិធម៌ឡើងត្រឹមត្រូវនេះខ្ញុំរីករាយមែនតើគួររំលឹកដែរថាការធ្វើកំណែទម្រង់រយៈពេល20ខែចុងក្រោយដែលដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជាបន្តវេនសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតការធ្វើកំណែទម្រង់តាមរយៈការពិនិត្យឡើងវិញនិងការវិភាគមុខងាររចនាសម្ព័ន្ធក្រសួងស្ថាប័នទាំង31របស់កម្ពុជាទន្ទឹមនឹងទទួលបានលទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈរាជរដ្ឋាភិបាលតាមរយៈក្រសួងមុខងារសាធារណៈក៏រកឃើញនៅចំណុចសំខាន់គួរឲ្យកត់សម្គាល់ជាច្រើនដែលត្រូវកែលម្អបន្ថែមទៀតដូចជាការប្រើប្រាស់មន្ត្រីរាជការផ្អែកលើប្រព័ន្ធអាជីពជាទូទៅมันអាចឆ្លើយតបទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពស្របទៅតាមការវិវត្តដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចសង្គមបន្ទុកបៀវត្សមានការកើនឡើងជាលំដាប់នៅពេលដែលប្រសិទ្ធភាពការងារមិនមានការកើនឡើងស្របទៅតាមបន្ទុកថវិកាការលើកទឹកចិត្តគ្រប់គ្រងសមិទ្ធកម្មរបស់មន្ត្រីក្នុងរដ្ឋបាលសាធារណៈនៅមានកម្រិតនៅឡើយការប្រឈមទៅនឹងបញ្ហាលើសប៉ុន្តែខ្វះមន្ត្រីនៅក្នុងរដ្ឋបាលសាធារណៈមន្ត្រីដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈស្របតាមតម្រូវការនៃមុខងារសាធារណៈនៅគ្រប់វិស័យនឹងមានកម្រិតការផ្សារភ្ជាប់ថវិកាជាមួយនឹងមុខងាររចនាសម្ព័ន្ធរដ្ឋបាលនិងមន្ត្រីដើម្បីសម្រេចសមិទ្ធកម្មនៅពុំទាន់រៀបចំនិងអនុវត្តបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់ថវិកាគ្រប់គ្រងការអភិវឌ្ឍសមត្ថភាពមន្ត្រីនៅមានកម្រិតបន្ទុកថវិកាសម្រាប់បុគ្គលិកនិងសោធននិវត្តន៍មានការកើនឡើងជាលំដាប់ការរៀបចំមុខងារមួយចំនួនមិនទាន់ឆ្លើយតបទៅនឹងគោលនយោបាយនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលការត្រួតជាន់នៃមុខងារមួយចំនួនទាំងផ្ទៃក្នុងនិងផ្ទៃក្រៅភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចនិងការទទួលខុសត្រូវសម្រាប់មុខងារមួយចំនួនដែលត្រូវបានរៀបចំដាក់ដោយឡែកពីគ្នានាំឲ្យប្រសិទ្ធភាពមានកម្រិតការកំណត់មុខងារស្នូលនិងមុខងារគ្រប់គ្រងមិនទាន់មានសកុតភាពនិងស្តង់ដាររួមមិនទាន់មានការបែងចែកប្រភេទមុខងារច្បាស់លាស់ជាដើមចំណុចសំខាន់ដែលត្រូវកែលម្អនេះត្រូវបានរាជរដ្ឋាភិបាលរដ្ឋសភាព្រឹទ្ធសភាចាត់ទុកប្រៀបប្រដូចទៅនឹងដំណើរការនៃការត្រួតពិនិត្យសុខភាពដើម្បីពិនិត្យមើលកម្លាំងនិងធម៌ពលរបស់រាជរដ្ឋាភិបាលដើម្បីត្រៀមខ្លួនធ្វើការងារបន្តទៀតដើម្បីសម្រេចបានផលប្រយោជន៍របស់ប្រជាជនពិសេសឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050កម្ពុជាជាប្រទេសអភិវឌ្ឍចំណុចកែលម្អទាំងនេះគឺជាឱកាសក្នុងការរៀបចំនិងកែលម្អរដ្ឋបាលសាធារណៈកម្ពុជាឲ្យកាន់តែមានភាពធន់និងមានភាពច្បាស់លាស់បន្ថែមទៀតប្រកបដោយគុណភាពប្រសិទ្ធភាពនិងសក្តិសិទ្ធភាពភ្ជាប់ជាមួយនឹងភាពធន់នៃរដ្ឋបាលសាធារណៈរបស់កម្ពុជាផងដែរ